បាទសួស្តីនេះជាកម្មវិធីឆ្លើយសំណួរទស្សនការអាមេរិកសំណួរសួរថាខ្ញុំទៅបានធានាប្រពន្ធមករស់នៅសហរដ្ឋអាមេរិកថ្មីប្រពន្ធទៅមកដល់នឹងថ្មីតើខ្ញុំអាចធានាឪពុកម្ដាយក្មេកមករស់នៅអាមេរិកបានឬទេចង់ធានាឪពុកម្ដាយក្មេកហើយរងចាំប៉ុន្មានខែដែរទៅអាចមកបានបាទនេះគឺជាសំណួរដ៏ពេញនិយមមួយដែលខ្ញុំនិងក្រុមការងារក្រុមហ៊ុន Cambridge Consulting ទទួលបានពីបងប្អូននៅសហរដ្ឋអាមេរិកចម្លើយលោកអ្នកមិនអាចធានាឪពុកម្ដាយក្មេកបានទេគឺកូនប្រសាមិនអាចធានាឪពុកម្ដាយក្មេកឲ្យមករស់នៅសហរដ្ឋអាមេរិកបានទេមានតែកូនបង្កើតប៉ុណ្ណោះទៅអាចធានាឪពុកម្ដាយបានបាទកូនប្រសាមិនអាចធានាបានទេលក្ខខណ្ឌធានាឪពុកម្ដាយមករស់នៅសហរដ្ឋអាមេរិកគឺអ្នកធានាត្រូវមានសញ្ជាតិអាមេរិកាំងអ្នកធានាត្រូវមានអាយុយ៉ាងតិច21ឆ្នាំទើបគ្រប់លក្ខខណ្ឌដាក់ពាក្យធានាឪពុកម្ដាយមករស់នៅសហរដ្ឋអាមេរិករីឯការធានាឪពុកម្ដាយមករស់នៅសហរដ្ឋអាមេរិកមាន2ដំណាក់កាលទី1អ្នកធានានៅសហរដ្ឋអាមេរិកដែលត្រូវជាកូននឹងដាក់ញត្តិធានាទៅការិយាល័យសេវាកម្មអន្តោប្រវេសន៍និងសញ្ជាតិអាមេរិកដែលគេហៅកាត់ថា USCIS ដំណាក់កាលនេះគឺចំណាយពេលរងចាំចន្លោះពី8ទៅ14ខែទើបអាចទទួលបានការអនុម័តពី USCIS ក្រោយពេលការិយាល័យសេវាកម្មអន្តោប្រវេសន៍និងសញ្ជាតិអាមេរិកាំងដែលហៅកាត់ថា USCIS គេអនុម័តហើយទើបអ្នកនៅសហរដ្ឋអាមេរិកដែលត្រូវជាកូននឹងដាក់ញត្តិធានារ៉ាប់រងផ្នែកហិរញ្ញវត្ថុនិងដាក់ពាក្យស្នើសុំវីសានៅវគ្គ NVC បាទគឺ National Visa Center នេះឯងមជ្ឈមណ្ឌលតុលាការជាតិដាក់ឯកសារដាក់អីឲ្យគេអស់ហើយចន្លោះប្រហែល3ខែ2ខែ3ខែក្រោយទៅមានថ្ងៃសម្ភាសពេលណាពួកគាត់មានថ្ងៃសម្ភាសឪពុកម្ដាយនៅស្រុកខ្មែរហ្នឹងត្រូវចូលទៅពិនិត្យសុខភាពធ្វើលិខិតកោតោហើយទៅសម្ភាសជាប់ទៅអាចមករស់នៅសហរដ្ឋអាមេរិកបានបាទសរុបមកចំពោះសំណួរខាងលើហ្នឹងគឺកូនប្រសាមិនអាចធានាឪពុកម្ដាយក្មេកបានទេបាទតាក់ទងផ្នែកទិដ្ឋាការអាមេរិកលោកអ្នកអាចតាក់ទងមកកាន់ក្រុមហ៊ុនយើងខ្ញុំបានប្រសិនបើត្រូវការផ្នែកសេវាកម្មទិដ្ឋាការណាមួយខ្ញុំបាទចៅមនីកាមេរ៉ាសូមអរគុណចំពោះការតាមដានទស្សនាវីដេអូនេះបាទ